tam ajuរបស់យើងដែលយើងបុណ្យអាស្រ័យលើបុណ្យរបស់យើងដែរណាញាតិញោមនឹងបុណ្យយើងច្រើនបុណ្យយើងប្រព្រឹត្តល្អក៏យើងមានអាយុវែងទៅមានអាយុវែងហើយក៏មានកម្លាំងមាំមួនមិនមានជំងឺបៀតបៀនផងដែរចឹងវិលមកបន់ចម្រើនបជននាយុញាតិញោមមានដឹងទេថាបន់បជនចម្រើនបជននាយុនេះគឺមានតាំងតែពីសម័យព្រះមកម្ល៉េះហ្នឹងហើយដែលនៅក្នុងកិច្ចចម្រើនបជននាយុនេះគឺមានចំនួន3កិច្ចទី1មានអាយុវឌ្ឍនកិច្ចគឺកិច្ចដែលធ្វើឲ្យអាយុវែងទី2ហ្នឹងជីវតមហាកិច្ចគឺជាកិច្ចដែលទទួលស្វាគមន៍សប្បាយរីករាយនៅក្នុងជីវិតទី3ហ្នឹងអនុប្រទានកិច្ចគឺការលះបង់នៅទ្រព្យសម្បត្តិទ្រព្យធនតែញាតិញោមមាន3អញ្ចឹងធ្វើបុណ្យចម្រើនបជននេះហេតុផលទី1ចង់ឲ្យអាយុវែងមែនទេញោមណាទី2ចង់ឲ្យក្រុមគ្រួសារចង់ឲ្យជីវិតរបស់ខ្លួនឯងហ្នឹងសប្បាយរីករាយប៉ុន្តែទី3ក៏ត្រូវមានការលះបង់ទ្រព្យសម្បត្តិដែរណាយ៉ាងធ្វើអីមួយគឺសុទ្ធតែប្រើប្រាស់ទ្រព្យសម្បត្តិចឹងវិលទៅទី1អាយុវឌ្ឍនកិច្ចចឹងគឺកិច្ចដែលនឹងធ្វើឲ្យអាយុវែងធ្វើយ៉ាងម៉េចញោមកិច្ចហ្នឹងណាដោយអាត្មាលើកមិញគឺតាក់ទងទៅនឹងអាយុវឌ្ឍនកុមារដែលមានតែកើតមកចឹងរំលងពី7ថ្ងៃបើសិនជាមិនមានការធ្វើកិច្ចចម្រើននៅព្រះបរិត្តទេក្មេងនឹងត្រូវស្លាប់ក្មេងនឹងត្រូវស្លាប់ប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គបានព្យាករណ៍មើលថាអាយុវឌ្ឍនកុមារនឹងបើសិនជាចម្រើននៅព្រះបរិត្តរយៈពេល7យប់7ថ្ងៃនឹងរួចផុតពីគ្រោះទាំងឡាយនឹងមានអាយុបន្តទៅរហូតដល់120ឆ្នាំអាយុវឌ្ឍនកុមារណាប៉ុន្តែពាក្យមកយើងបច្ចុប្បន្ននេះគឺការចម្រើនព្រះបរិត្តដើម្បីឲ្យអាយុវែងហ្នឹងគឺមិនមានទេគឺចម្រើនព្រះបរិត្តហ្នឹងបានត្រឹមតែសេរីសួស្តីសុភមង្គលនៅក្នុងក្រុមគ្រួសារប៉ុន្តែបើឲ្យចម្រើនព្រះបរិត្តឲ្យមានអាយុវែងហ្នឹងគឺអត់មានទេណាមិនបានថ្មថាអត់មានដោយសារសម័យព្រះផ្សេងមកសម័យយើងបច្ចុប្បន្ននេះផ្សេងតែញាតិញោមcònណាមិញហ្នឹងសម័យព្រះហ្នឹងគឺមានឧបនិស្ស័យរវាងគ្នានឹងគ្នាប៉ុន្តែមកយើងគឺពឹងការចម្រើនព្រះបរិត្តហ្នឹងគឺអត់បានអាយុវែងទេក៏ប៉ុន្តែព្រះអង្គបានឲ្យនៅធម៌5ហ្នឹងទី1សបាយការីណាសបាយការីគឺធ្វើខ្លួនឲ្យសប្បាយទី2សបាយេចណាំងចនិតិស្គាល់ប្រមាណក្នុងការសប្បាយទី3ភោជនេមតញ្ញតាស្គាល់ប្រមាណក្នុងការបរិភោគទី4កាលចារីហ្នឹងគឺត្រូវស្គាល់កាលវេលាច្បាស់លាស់ទី5ហ្នឹងធម្មចារីគឺការប្រព្រឹត្តនៅព្រហ្មចរិយធម៌
nè pram giang đấy cứ bọn ở dương phơi chẳng phải dương phơi tam pram giang nó cứ tụi tua ban là dụ về nha nhìn nhóm còn đấy nhóm khoa pram giang đây này còn tay bỏ phân tờ lơ preparat nó cứ ai chui ban đấy preparat nó mang trong tay chùm ran ở miền nó sẽ ray xua sẽ đây tay bằng năng ai đó nhìn nhóm bà sân chia chùm ran preparat nó ban là dụ về non kia bon lộc còn đây lộc mình miền tây tụi này đấy bon vớt rất là nghe rồi nè là một mê đọc năm đó một mê đọc năm cận mới nhỉ bay mế sang dập năm vào đó có bàn tay bọn là dương ba thể bát thô pram này nè sập bài và cà đây cứ phơi luôn là sập bài phơi luôn là sập bàiอย่างmấy nhân nhóm cầm oi miền cà tốc là cầm oi bị bà chất cầm oi mong sau riêng ai xinh xinh đấy cho nhân nhóm phơiอย่างmấy phơi ta sủng khăn oi ta luôn dương nó sập bài mình thấy mình men sập bài non khâu xe nhé là cứ sập bài non lời thò là phơiอย่างmấy đầm bay ở sập bài non lời thò từ trâu ấy sắc xa nó được thò từ trâu bạn để bát thò đấy nhìn nhóm này thì pi nắng sapa ye chân năng chân nhiệt tệ school ประมาณ ក្នុងការសប្បាយចឹងការសប្បាយរបស់យើងគឺត្រូវមានប្រមាណទាំងអាត្មាភាពក្តីទាំងញាតិញោមក្តីគឺសុទ្ធតែមានកាលវេលាសប្បាយហើយមិនបានអាត្មាថាអាត្មាមានកាលមានពេលសប្បាយដែរព្រោះអាត្មាមានពេលសប្បាយដែរគឺសប្បាយក្នុងការរៀននៅធម៌ដែលសប្បាយនៅការរៀននៅធម៌សប្បាយក្នុងការបដិបត្តិធម៌សប្បាយក្នុងការជួយអប់រំណែនាំបរិស័ទគ្រប់គ្នាឲ្យយល់នៅធម៌អានេះសប្បាយរបស់អាត្មាអត់មានអាត្មាសប្បាយដោយជិះម៉ូតូអីដើរលេងអត់មានទេណាញោមប៉ុន្តែសម្រាប់ញាតិញោមបើសប្បាយតាមកាលមានតាមវ័យមនុស្សយើងមាន3វ័យជំទង់ហើយនឹងវ័យចាស់អញ្ចឹងវ័យក្មេងគេមានកាលសប្បាយរបស់គេផ្សេងអីចឹងទៅជួបជុំមិត្តភ័ក្តិអីផ្សេងចឹងទៅហើយវ័យជំទង់នឹងគឺសប្បាយតាមកាលគេមានកម្មវិធីជប់លៀងអីពេលធ្វើកិច្ចការងារអីផ្សេងដូចគ្នាដែរប៉ុន្តែមើលវ័យរបស់ញោមវិញវ័យធ្វើអីញោមមិនវ័យដើរលេងណាមិនវ័យធ្វើការទេញោមអត់ទេចឹងវ័យញាតិញោមនេះគឺវ័យធ្វើបុណ្យធ្វើបុណ្យនឹងធ្វើមិនចេះតែលឺគេថាធ្វើបុណ្យនឹងមិនដឹងគេធ្វើមិនទេមើលញាតិញោមចេះធ្វើបុណ្យទៅចេះណោចេះហើយយើងចេះមិនអ្នកកម្មពុទ្ធសាសនាទាំងមូលហ្នឹងហើយធ្វើបុណ្យអត់យ៉ាទេញោមធ្វើបុណ្យហ្នឹងចំណាយទ្រព្យក៏បានមិនចំណាយទ្រព្យក៏បានដែរហើយបុណ្យចំណាយទ្រព្យគឺដូចញាតិញោមចំណាយដែលទៅលើព្រះសង្ឃចឹងឯងនិមន្តព្រះសង្ឃមកឆាន់ពេលព្រឹកមួយថ្ងៃចឹងទៅនិមន្តព្រះសង្ឃមកចម្រើនព្រះបរិត្តមួយថ្ងៃចឹងទៅប៉ុន្តែដែលធ្វើបុណ្យមិនអស់លុយហ្នឹងគឺការគោរពនៅចាស់ព្រឹទ្ធាចារ្យញោមគោរពអ្នកដែលមានសិលដែលជាពិសេសព្រះសង្ឃបន្ទាប់ពីព្រះសង្ឃមានឧបាសកឧបាសិកាហើយមួយទៀតហ្នឹងគឺត្រូវបោះសម្អាតទីធ្លាអារាមវត្តអានឹងបុណ្យមិនអាចចំណាយលុយទេអានឹងបុណ្យមិនអាចចំណាយទ្រព្យទេណាញោមផ្លែងណាក៏ធ្វើបុណ្យមិនអស់លុយចឹងតំណេទៅវត្តទៅបោះសម្អាតទីធ្លាអារាមទៅហ្នឹងហើយអញ្ចឹងដល់ទី3 ភោជនេមតញ្ញុតាគឺស្គាល់ប្រមាណក្នុងការ
บริโภคจังบริโภคอย่างไรบริโภคดะโยไอ้ปองพวกnày đấy nhớคืออัตเตบริโภคนั้นคือบริโภคมาละโมมาเรียงกายหรือบริเยนนั้นตัวตัวโยบานการนาได้ยังบริโภคชราเลยกับน็อตน้องครวนยังอย่างไรนี่เนาะวิฮอลฮอลตั้งนานกุยก็มันสรูลเดชสำราญก็มันสรูลตาก็มันสรูลปัญไตบ่ยังบริโภคมาละโมมาซ้ำกัวมายังอาจมาละโมแฉะนะอันนั้นคือเรียงกายหรือบริเยนก็ละออได้สำหรับบาสันจะบริโภคชราเนี่ยโยมตาช่วยอันนั้นบริโภคติดอยู่ชราน่ะปล่อยตำเมียนหรือบเรามกด่าโยระโหดแล้วตู้ใบพวกเราไหนอันนั้นอ้างแต่สมบูรณ์ก็เป็นตายเนี่ยโยมไม่คือเราบริโภคเอาเมียนประมาณไปพรึกเดี๋ยวบริโภคกันนะไปไงบริโภคกันนะหรืองี้บริโภคกันนะไปตามมาสกอลประมาณนั้นให้ตีบวนนั้นคือการละจาไรคือเราสกอลการเวลีสกอลการเวลีอย่างไรคือเป็นพรึกยังเราเธอไอเป็นไงยังเราเธอไอเป็นอย่างนี้ยังเตยเธอไอมองก่อนมานยังปิซาอาหารมองก่อนมานยังเด็กมองก่อนมานยังเธอเกิดการเงียบเซ็งๆนะจังสกอลประมาณสกอลกาลเวลีตอนนี้ยันยอมตีบวนนั่งไงเก๋กาลจาไรตีพรำคือทอมจาไรธรรมจารีนั้นคือการปฏิบัติท่อประพฤติในพระมจารียท่อสำหรับเยตโยมเรียนท่อบุญเมตตาการุณามุติตานั้นโอเปขาสำหรับจุดปัวโกนเจ้าประสัยกรบกเนียเยตโยมตรเมียนท่อไอสำหรับเนี่ยได้ประพฤติท่อนั้นมันแมนสำดาวแต่เลยแต่เยตโยมจ้าได้สมไปแต่ขมิ้นก็อายบอกพระนพระมิจฉาริยทอบานได้นะเห็นโยมเมื่อสามมันในนวัดโตเยอะเคยลบบูเหเห็นโยมอันนั้นลบกลมปงตายกับพระนพระมิจฉาริยทอนะจังบอกว่าเธอสมัยแปลงไว้มาเลิกเรื่องใครจะนะสามมันในบุญอ่อนสามในบนอ้องได้เช่นนี้ประพฤติในพระมิจฉาริยธรรมจังเมียนเปรียมใหญ่จ้ามันเนี้ยเปรียมตาจ้ามันเนี้ยปีเนี้ยได้แบบคนนะน้องไงมวยนั้นกอดหนึ่งมนกับซังดับใบหมดชั้นน้องเตะกอดนะก็ปันแต่คือกอดจองบานโลกจองบานโลกเคว้งได้จองบานโลกนะได้จ้าจองบานโลกนะได้จ้าโลกไม่อับโยปลาตาเต่าเมื่อตาเต่ามนโลกไอ้ขยมได้ไหมเนี่ยเต่ามนโลกไอ้ขยมได้ไหมอย่างตาnóก็ตรอกตัวเต่าวัดเต่ามนđóแต่เต่าวัดนั้นเต่าก็เคยสร้างมันในบนอ่องเคยสร้างมันในบนอ่องเนี่ยเต่าเชยmình khơi lột cha nghĩa tôi đang cầm khơi lột cha để món lột buồn ong này anh bảo đó là buồn máu trâu mặt dây rồi dây thái anh đòi tàu mình lột cha mình lột khmei máu mình lột khmei đây mình đang sao lại món to mình lột một tiết là tao lột na để cha rồi lột na để đôi thề ra nó không buồn nữa ở toàn buồn mỏ chẳng sao mà đây nó gặp buồn cho không tiền thế nấu ông quay nấu cào tiền này quay cào tiền này chẳng ta nó có tàu đây ra đó là tàu buồn đó có chuột nắng pre sợi bọt chuột pre sợi bọt còn buồn pre sợi bọt máu đó pe pre sợi bọt
លោកឃើញសាមណេរ4អង្គកំពុងតែគង់នៅហ្នឹងគឺលោកត្រឡប់ទៅវត្តវិញយល់ទេគឺលោកទុកឱកាសឲ្យសាមណេរណាលោកត្រឡប់ទៅវត្តវិញដល់តែយាយហ្នឹងក៏ដេញតានឹងទៅទៀតណាដេញទៅក៏ជួបនឹងព្រះមហាមុគលានខ្ញុំស្គាល់ព្រះមហាមុគលានណាកសាវៈឆ្វេងណាដៃឆ្វេងរបស់ព្រះសម្មាសម្ពុទ្ធណាជាអេតតកៈផ្នែកថាមានរិទ្ធណាទឹកមុនព្រះមហាមុគលានមកដល់ពេលដែលព្រះមហាមុគលានមកឃើញសាមណេរហ្នឹងកំពុងតែនៅគង់គៀនផ្ទះហ្នឹងឯងទៅក៏និមន្តត្រឡប់ទៅវត្តវិញណាចឹងដោយអនុភាពដោយអំណាចនៃរិទ្ធរបស់សាមណេរទាំង4ហ្នឹងក៏ក្តៅដល់ឋានប្រអិនណាក្តៅដល់ឋានប្រអិនទៅប្រអិនក៏និមិត្តខ្លួនមកធ្វើជាលោកចាស់ហៅថាព្រាហ្មណ៍ចាស់ណាដល់តែតានឹងទៅក៏ឃើញព្រាហ្មណ៍ចាស់នឹងឯងមិនចាស់ធម្មតាទេណាដែលប្រអិននិមិត្តមកនឹងគឺចាស់ញីញ័រដើរមិនចង់រួចណាដល់តែតាមកឃើញទៅប៉ុន្តែអញលេងត្រមត់យាយទៅប៉ុណ្ណាណាតែនៅក៏នាំលោកព្រាហ្មណ៍ចាស់នឹងឯងទៅញីញ័រតម្រាំដល់ផ្ទះហ្នឹងដល់តែទៅមានអីព្រាហ្មណ៍ហ្នឹងក៏ចាប់ផ្ដើមក្រាបថ្វាយបង្គំដល់សាមណេរ4រូបហ្នឹងណាបានតែយាយនឹងឃើញទេថាឲ្យតានឹងទៀតហើយតាឯងទៅយកលោកស្គួតមកពីណាឡើងចាស់ហើយទៅក៏រត់លោកក្មេងទៀតណាថាអញ្ចឹងណាចឹងទៅក៏នាំទាំងយាយទាំងតានឹងចាប់ផ្ដើមដេញព្រាហ្មណ៍ចាស់នឹងឯងត្រឡប់មកវិញដេញក៏មិនទៅធ្វើអីក៏មិនទៅមានអីចាប់គ្រាដៃទាំងសងខាងពីអ្នកប្តីប្រពន្ធហ្នឹងអូសចេញមកក៏ដែរអូសចេញមកអញ្ចឹងដល់ពេលអញ្ចឹងទៅអស់លោកនេះញោមតើនិមន្តព្រះសរិបុត្រក៏លោកត្រឡប់ទៅវិញនិមន្តព្រះមហាមុគលានក៏លោកត្រឡប់ទៅវិញអញ្ចឹងអស់លោកហើយអញ្ចឹងមានតែនិមន្តសាមណេរហ្នឹងឯងឆាន់ណាដល់តែសាមណេរនឹងឆាន់រួចយ៉ាងម៉េចទេញោមមិនចាំជិះម៉ូតូអីទៅវិញទេណាខ្លះអង្គខ្លះទៅតាមដបូលទៅអង្គខ្លះទៅតាមជាងទៅតែអង្គខ្លះទៅតាមដីទៅញោមអស្ចារ្យទេអស្ចារ្យអញ្ចឹងបានថាអាត្មាលើករឿងនេះគឺការប្រព្រឹត្តព្រហ្មចរិយធម៌នេះគឺមិនសំដៅទៅលើមនុស្សចាស់ទេជួនកាលក្មេងៗខ្លះក៏គេប្រព្រឹត្តព្រហ្មចរិយធម៌បានល្អដែរហើយដោយការនិមន្តព្រះសង្ឃក៏ដូចគ្នាដែរណាញាតិញោមហ្នឹងហើយគឺទាំងសាមណេរទាំងភិក្ខុក្តីនិមន្តមកមិនចាំបាច់តើថាមានភិក្ខុអីគេចាំនិមន្តគឺអត់ទេព្រោះថាសាមណេរគឺលោករក្សាសិល10ដែរណាមានសិក្ខាបទ10មានតនកម្ម10មាននេសនាង្គៈ10រហូតដល់30សរុបទៅ30ចឹងលោកក៏ជាអ្នកមានសិលដែរឃើញទេញោមចឹងក្មេងៗខ្លះគឺជាក្មេងដែលមានកំណត់ណាស្គាល់បុណ្យស្គាល់ធម៌តាំងពីក្មេងរីករាយក្នុងធម៌រីករាយក្នុងការធ្វើទានតាំងពីក្មេងណាចឹងញាតិញោមឃើញក្មេងអញ្ចឹងគឺគួរត្រេកអរគួរសរសើរទៅណាគឺដោយកូនចៅដែលញោមឧបាសកធម្មរតបាសិកាវ៉ាន់សែនគឺគាត់ចាប់ផ្ដើមមានសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនាណាគឺចេះនឹកឃើញដឹងគុណដល់ឪពុកម្ដាយមិនថាធ្វើឲ្យ100ឆ្នាំទេសូម្បីតែកន្លងទៅ4-5ឆ្នាំយ៉ាងធ្វើម្ដងកន្លងទៅ4-5ឆ្នាំយ៉ាងធ្វើម្ដងក៏ល្អដែរអានឹងគឺជាការដឹងគុណដល់ឪពុកម្ដាយណាព្រោះថាឪពុកម្ដាយគឺមានគុណវិសេសវិសាលណាស់សម្រាប់កូនចៅប្រុសស្រីគួរគោរព
ណាព្រោះអីឪពុកម្ដាយគឺប្រៀបដូចជាព្រះព្រំប្រៀបដូចជាទេវតាប្រៀបដូចជាគ្រូប្រៀបដូចជាអាចារ្យអញ្ចឹងឪពុកម្ដាយអញ្ចឹងនៅអានេះនៅក្នុងទី1អាយុវឌ្ឍនកិច្ចគឺកិច្ចដែលធ្វើដើម្បីឲ្យអាយុវែងបើដូចអាត្មាលើកឡើងពីខាងដើមអញ្ចឹងគឺកិច្ចហ្នឹងគឺបានតែកាលសម័យព្រះទេប៉ុន្តែមកសម័យយើងបច្ចុប្បន្នគឺព្រះអង្គឲ្យយើងប្រព្រឹត្តនៅធម៌5យ៉ាងនឹងឯងដែលអាត្មាបានលើកឡើងមិញហ្នឹងអញ្ចឹងចូលកិច្ចទី2គឺជីវតមហកិច្ចអាហ្នឹងគឺត្រូវទទួលស្វាគមន៍រីករាយនៅអំពើល្អចូលមកក្នុងជីវិតណាអញ្ចឹងអំពើអាក្រក់ញាតិញោមកុំទទួលស្វាគមន៍អំពើល្អចាំទទួលស្វាគមន៍ឃើញទេញាតិញោមអញ្ចឹងញាតិញោមប្រកាសជាដឹងណាមួយណាអំពើល្អមួយណាអំពើអាក្រក់គឺញាតិញោមដឹងឃើញទេហើយទី3អនុបទានកិច្ចគឺការលះទ្រព្យសម្បត្តិទ្រព្យធនផ្សេងមើលមានញាតិញោមណាលះទ្រព្យបានច្រើនទេញាតិញោមតាំងពីធ្វើបន់មកសរុបអស់ប្រមាណហើយទ្រព្យសម្បត្តិញោមរត់អស់ប្រមាណហើយញោមអស់2ហិកតាហើយនឹងលះដើម្បីអីដើម្បីធ្វើបន់ណាអស់2ហិកតាហើយមើលបានបន់បានជួយអីខ្លះទេញោមបានជួយទេណាបានជួយឲ្យញោមនឹងបាននៅសេចក្តីសុខសេចក្តីចម្រើនឲ្យញោមនឹងបាននៅអាយុវែងឲ្យញោមនឹងកុំឲ្យមានរោគាទាំងឡាយមកបៀតបៀនណា2ហិកតានឹងស្ដាយទេញោមមានដេកគិតថាអូអស់2ហិកតាហើយពិបាកចិត្តគិតអីចឹងណាមានណាញោមអត់មានទេគឺធ្វើដោយចិត្តជ្រះថ្លាមែនទេញោមអញ្ចឹងមានញោមសាកគិតមើលបើសិនជាយើងអត់មាននៅសទ្ធាជ្រះថ្លាទេសួរតែយើងហ៊ានលះទេហ៊ានលះហ៊ានចំណាយទេអត់ហ៊ានទេអញ្ចឹងលុះត្រាតែយើងនឹងមាននៅសទ្ធាជ្រះថ្លាជឿជាក់ទៅលើកម្មជឿជាក់ទៅលើផលណាបើថានិយាយពីជំនឿគឺតាក់ទងទៅនឹងសទ្ធាណាសទ្ធាហ្នឹងគឺឲ្យយើងជឿទៅលើកម្មជឿទៅលើផលសទ្ធាហ្នឹងឲ្យជឿទៅលើឲ្យយើងនឹងជឿជាក់លើខ្លួនឯងសទ្ធាហ្នឹងវាអាចជួយតម្កល់និងជួយតម្កើងយើងនឹងឲ្យខ្ពង់ខ្ពស់បានដែរអញ្ចឹងញាតិញោមណាតាក់ទងទៅនឹងទ្រព្យសម្បត្តិណាសម្រាប់តាក់ទងទៅនឹងទ្រព្យសម្បត្តិណាញាតិញោមកាលណាដែលយើងមិនចាប់ផ្ដើមចំណាយចាប់ផ្ដើមលះពីឥឡូវនេះទេចឹងពេលដែលយើងអស់ជីវិតទៅទ្រព្យសម្បត្តិហ្នឹងទៅណាញាតិញោមយកទៅបានទេអត់បានទេចឹងយើងក៏បីមានច្រើនធ្វើច្រើនមានតិចធ្វើតិចការលះទ្រព្យណាដោយព្រះអង្គសម្ដែងថាមនុស្សសត្វទាំងឡាយគឺមិនត្រូវមានសេចក្តីកំណាញ់ទេអញ្ចឹងកាលណាដែលយើងមានសេចក្តីកំណាញ់គឺយើងប្រកាសជានៅកង្វល់នឹងទ្រព្យសម្បត្តិនឹងឯងណាមិនថាអីព្រះអង្គតែអញ្ចឹងមកថ្មខ្ញុំកណាខំរោមកលំបាកចងងាប់ឲ្យខ្ញុំកណាចំណាយទៅអត់អំពើមិនកណាទុកឲ្យកូនចៅខំរោមកនេះដើម្បីឲ្យកូនចៅណាអញ្ចឹងគិតបែបហ្នឹងខុសហើយញោមណាអាចតែត្រូវ 50% ណាត្រង់បំណងល្អរបស់ញោមគ្រប់គ្នាហ្នឹងគឺមិនថាញោមណាម្នាក់ទេគឺតែងតែចង់ឲ្យកូនចៅប្រុសស្រីហ្នឹងមានបានគ្រប់គ្នាមែនទេញាតិញោមណាទ្រព្យសម្បត្តិតែខ្លួនឯងខំរតាំងពីក្មេងមកលំបាកប៉ុណ្ណាខ
ខំប្រឹងបុគ្គលណាចំណាយពេលវេលាបុគ្គលណាសឹងតែមិនហ៊ានចាយដល់ខ្លួនឯងណាគឺຕົកដើម្បីអីຕົកដើម្បីឲ្យកូនចៅប្រុសស្រីណានឹងកូនចៅប្រុសស្រីគួរណាគិតដល់ត្រង់ចំណុចហ្នឹងណាពីអាការលះរបស់ឪពុកម្ដាយប៉ុន្តែញាតិញោមកុំភ្លេចត្រូវលះដើម្បីខ្លួនឯងផងព្រោះថាយើងស្លាប់ទៅទ្រព្យសម្បត្តិទាំងប៉ុន្មានផ្ទះលុយឡានមាសប្រាក់ដីស្រែអីគឺយើងអាចយកទៅបានទេចឹងយើងក៏បីត្រូវរបេះបន្តិចណាគឺការលះការធ្វើបុណ្យទុកដោយខ្លួនឯងដូចមានរឿងសទ្ធិម្នាក់នេះញោមសទ្ធិម្នាក់ហ្នឹងគឺកំណាញ់ខ្លាំងណាកំណាញ់ទ្រព្យសម្បត្តិខំរមកចាយមិនហ៊ានចាយសូម្បីតែទិញអាហារបរិភោគខ្លួនឯងក៏មិនហ៊ានដែរណាគំរាមដល់ថ្នាក់ទិញរបស់ឆ្ងាញ់សម្រាប់ខ្លួនឯងក៏អត់មានដែរអត់ហ៊ានចំណាយទេហើយដល់ពេលដែលគៀកខ្លួនឈឺគៀកនឹងស្លាប់ទៅអាទ្រព្យសម្បត្តិហ្នឹងឲ្យកូនក៏មិនឲ្យណាហួងហែងទុកយកទ្រព្យហ្នឹងទៅកប់ទុកនៅក្បែរផ្ទះនៅឬក៏នៅដីស្រែទៅកប់ទុកហ្នឹងញោមចឹងពេលដែលស្លាប់ទៅមានអីមានតណាពេលដែលគៀកស្លាប់គឺអារម្មណ៍ហ្នឹងនឹកគិតទៅដល់ទ្រព្យសម្បត្តិហ្នឹងហើយនឹកគិតដល់ទ្រព្យសម្បត្តិតើដឹងយ៉ាងម៉េចយ៉ាងណាទេទ្រព្យសម្បត្តិរបស់អញខំរោមកស្ដាយសំណោះទ្រព្យសម្បត្តិទាំងសំបីកូនក៏អត់ឲ្យដែរទ្រព្យសម្បត្តិហ្នឹងនៅពេលដែលសទ្ធិនឹងស្លាប់ទៅណាញាតិញោមណាកើតជាពស់ថ្លាន់ណាកើតជាពស់ថ្លាន់នៅកវៀនវានឹងទ្រព្យសម្បត្តិហ្នឹងឯងណាទាំងពស់ថ្លាន់ចាយលុយកើតដែរណាញាតិញោមពេលដែលកើតទៅជាសត្វហើយចាយលុយកើតដែរអត់កើតទេចឹងនៅកវៀនហ្នឹងឯងសូម្បីតែចេញទៅរកអាហារក៏មិនហ៊ានចេញដែរណាកាលណាចេញទៅរកអាហារទៅហេខ្លាចគេមកលួចនៅកវៀននៅស្គមជាងៀងហ្នឹងឯងស្រាប់តែមានបរិះម្នាក់ហ្នឹងក៏ដើរកាត់ណាដើរកាត់កន្លែងពោះថ្លាន់ហ្នឹងឃើញទៅពោះថ្លាន់ហ្នឹងក៏សួរថាអ្នកអើយទៅណាបរិះហ្នឹងក៏ឆ្លើយថាខ្ញុំហ្នឹងទៅរកព្រះណាទាំងទៅក៏ផ្ដាំសួរព្រះឲ្យខ្ញុំផងណាហេតុអីបានជាខ្ញុំនឹងត្រូវមកកើតជាសត្វពស់បែបនេះផ្ដាំសួរព្រះឲ្យខ្ញុំផងបានបរោះនឹងទៅក៏សួរព្រះណាព្រះអង្គក៏ត្រាស់មកវិញថាមនាលព្រាហ្មណ៍អ្នកដែលកើតទៅជាសត្វពស់នឹងគឺដោយសារសេចក្តីកំណាញ់ណាគឺមិនហ៊ានលះបង់នៅទ្រព្យសម្បត្តិរបស់ខ្លួនឯងណាហួងហែងទ្រព្យសម្បត្តិចឹងពេលដែលស្លាប់ទៅកើតទៅជាពស់ថ្លាន់នៅយាមទ្រព្យសម្បត្តិហ្នឹងឯងណាបើញាតិញោមនៅអាឡ័យផ្ទះស្លាប់ទៅកើតទៅជាសត្វផ្សេងជីងចោះអីនៅចាំផ្ទះហ្នឹងឯងណាញាតិញោមចឹងពេលដែលដង្ហើមចុងក្រោយណាគឺញាតិញោមត្រូវរំពឹងស្រមៃឲ្យឃើញតែម្យ៉ាងទេគឺអំពើល្អដែលយើងបានធ្វើពីមុនមកណាពីមុនអញធ្លាប់បានធ្វើអីពីមុនអញធ្លាប់ចំណាយទ្រព្យទៅលើអីចឹងត្រូវសម័យទៅលើអំពើល្អទាំងអស់ហ្នឹងចឹងបើសិនជាញាតិញោមសម័យមកអាឡ័យកូនអាឡ័យចៅអាឡ័យរបស់របរទ្រព្យសម្បត្តិទាំងអស់ហ្នឹងគឺទៅណាមិនរួចទេញាតិញោមហើយទៅណារួចទេគឺនៅកវល់ណាកើតជាសត្វល្អិតផ្សេងនៅតាមផ្ទះចឹងទៅញាតិញោមនៅឃើញសត្វជីងចក់ឯងស្គាល់ជីងចក់ឯងណាណាមស្គាល់សត្វជីងចក់ចឹងហ្នឹងឯងដោយការជាប់ជំពាក់ណាយើងត្រូវលះសេចក្តីកំណាញ់ឲ្យបានគ្រប់គ្នាណាញាតិញោម
để bọn ông tê là liệt coi nhận dồn nâng liệt cho bọn ông nâng liệt nó má liệt hai liệt ở hai nhận dồn liệt tầng tia sụp cả liệt kho ao sàn bán liệt krương là lang ca xem ở đây nó mơ cây mà miền tây ấy đó miền sọ miền đây được nhôm đấy là xong bay tại sọ xong bay tại chờ mày nó người liệt tích miền sọ rồi cho miền đây chỉ vô nữa anh nhận nhôm xong bay liệt ô còn miền này đấy nhận nhôm liệt đấy liệt ở hai ca sập mai em xem còn liệt đây còn ta mà nâu sập mai nắng thò nè sập mai nắng thò chẳng nhận nhôm trong liệt chẳng đấy bộ bùa mó một thơ bị khổ nì nè sập mai pre miên mà sập mai giờ là lâu mặt mà ta miên nè bò miên bị khổ nì nhận nhôm trong bùa ấy ai tập bùa nào quần nâng man nè quần ta được nhôm thai rồi nè quần nâng xa đây nè chẳng trâu lê bàn cột khnia đó nhóm nè đôi nhôm của ma sợ thầm ron đấy gật lê chờ này nè đằng ngày nào thì tết gật nâng lộ tiền nằm bay thơ bon điệt đấy đấy hiền đấy nhóm từ bé tập ai côn là dần liệt mơ đá mình chơi thật liệt là lính cả thế mà nói nào thế vật đó chân dân biên crop sầm bát sen crop bị nâng tiệt lời cả để con chào rô mô chun pel bon tiền ấy thành xong tộc tây chồng nai tây chân dân cha hải dục con này thấy mình miền ấy thế từ miền thế chồng nai crop phơi để khuôn anh dần xong để khuôn anh đôi của ông dần đánh tha bột cồn đa rồi lật khơi nấu opaka đã con đa nè ở tay phơi đỏ luôn là chân bột cồn nấu cọp bay nâng miên nấu opaka đã to tới bột cồn nâng vịnh tiệp đôi chỉ cồn hai nâng ở bốc mà đai trong này chẳng rồi viên mà đai nâng cồn đai miền tây và đa môi nó có đã pasna xua tàu can bà rê chìa bà rê chìa xua tàu bà rê chìa xua buôn pasna còn tay thma lơ tè môi pasna mò tè đa tây và đa nâng xua tàu can bà rê chìa xua tha ta bột côn mình nè bột côn mình nè đào trâu bột côn mình nè tiệt nắng vì trâu bột côn nắng toát trâu bột côn nắng thẹn chân tê và đa nắng xua tha ta bột côn nắng chia nổ nà nè chẳng nhân nhôm sẽ đập để trụ đang ngay riêng này nè tiếng xua tha ta bột côn nắng chia nổ ná tem đào kê vi kê thẹn kê thơ ba con tay bột côn là trâu kê vi kê thẹn thơ ba nắng nâu tay sỏ lanh nâu tay ảnh đực nè bàn tay và đa nắng có xua tha ta bột côn nắng chia nổ nè bàn tay ở cái chia nắng mình ai đo sai nâu pasna nắng bàn tay có miên mà ho sắt nè mà ho sắt mình đất nắng mà đo sai pasna nắng chun về đây chia đôi nỉ dây tha bột côn đại trâu kề toát đại trâu kề vi đại trâu kề thẹn nắng cứ chia bột côn ai nỉ dây man tha chia mà đài hiểu không nâu pe đại côn tôi côn chay nâu pe đại nhận nhôm bay nâu lơ tay nâu lơ plau nắng chân côn nắng người tay thayอย่างmấy vậy nhớ tayแต่โยเจิมแทะtayแต่โยใดเวียนต่อเริ่มมกต่อเริ่มหมด
ប៉ុន្តែម្ដាយដែលបីកូនហ្នឹងសួរថាខឹងទៅលើកូនវិញទេអត់ខឹងទេថែមទាំងស្រឡាញ់ថែមទៀតទេកូនអញចេះកូនអញបកែណាជួននោមដាក់អីកូនអញចេះជួននោមដាក់ទេណាតែអញ្ចឹងអីញោមដែលអាហ្នឹងគឺឪពុកម្ដាយដែលទឹកចិត្តស្រឡាញ់ចំពោះកូនចៅប្រុសស្រីគ្រប់គ្នាណាញាតិញោមក៏ណាมันเหวบอเนาะโยมเหวเนาะบ่เหวไว้អានមោតនីចឹងសរុបមកវិញបុណ្យចម្រើនបច្ចុប្បន្ននាយុនេះគឺនៅក្នុងពុទ្ធសាសនានេះគឺដើម្បីណាឲ្យកូនចៅប្រុសស្រីនឹងចេះណាធ្វើបុណ្យជូនឪពុកម្ដាយចេះដឹងគុណឪពុកម្ដាយណាប៉ុន្តែកូនចៅប្រុសស្រីដើម្បីឲ្យឪពុកម្ដាយសប្បាយរីករាយនិងមានអាយុវែងតទៅមុខទៀតស្មើលើខេត្តពីរយ៉ាងមិនអនុមោទនាដល់ចប់ហ្នឹងណាតទៅទៀតអញ្ចឹងកូនចៅប្រុសស្រីត្រូវធ្វើហេតុពីរយ៉ាងចំពោះឪពុកម្ដាយទី1ហ្នឹងគឺត្រូវរក្សាផ្លូវកាយឪពុកម្ដាយណាគឺត្រូវមើលថែផ្លូវកាយរបស់គាត់ឲ្យបានល្អពេលដែលគាត់ឈឺដៃឈឺចង្កេះឈឺជើងឈឺខ្នងនិយាយទៅឈឺរួមមកតួខ្លួនហ្នឹងចឹងកូនចៅប្រុសស្រីក៏បីមើលថែគាត់ណាត្រូវយកគាត់ទៅណាយកទៅពេទ្យណាមើលថែជំងឺច្បាច់ដៃច្បាច់ជើងអីចឹងទៅហើយមួយទៀតហ្នឹងផ្លូវចិត្តណាផ្លូវចិត្តហ្នឹងសំខាន់ណាស់ញាតិញោមចឹងកាលណាដែលកូនចៅប្រុសស្រីធ្វើឲ្យឪពុកម្ដាយហ្នឹងពិបាកចិត្តចឹងសួរតែគាត់ហ្នឹងយ៉ាងម៉េចញាតិញោមមានអាយុវែងទៅទៀតទេមានអត់មានទេផ្លូវកាយធម្មតាទេប៉ុន្តែផ្លូវចិត្តនេះគឺសំខាន់ណាស់សំខាន់ចឹងបើកូនចៅប្រុសស្រីណាធ្វើឲ្យញោមពិបាកចិត្តចឹងញាតិញោមមានអារម្មណ៍ទាំងអស់ហ្នឹងញាតិញោមដឹងណាឃើញទេគាត់ដល់ពេលខ្លះអត់ហ៊ានប្រាប់កូនចៅទេមែនទេអត់ហ៊ានប្រាប់ទេពេលខ្លះទៅកូនចៅធ្វើមិនបានដោយបំណងយ៉ាងម៉េចអង្គុយតូចចិត្តពេលខ្លះអង្គុយយំម្នាក់ឯងមែនទេញាតិញោមមានណាអង្គុយយំម្នាក់ឯងយោអញនឹងជារស់ទៅអីទៀតទេអាកូនចេះចឹងដែលគិតចឹងហ៎ណាប្រកាសជាមានសម្រាប់ញាតិញោមគ្រប់គ្នាក៏ប៉ុន្តែអាត្មាបានផ្ដាំតកូនចៅប្រុសស្រីណាគ្រប់គ្នាគឺត្រូវថែរក្សាទាំងផ្លូវកាយទាំងផ្លូវចិត្តណាទោះបីជាធ្វើការនៅទីកន្លែងណាឆ្ងាយក៏ឧស្សាហ៍មកអើតមើលគាត់ដែរដោយថាមិនទៅមើលទេផ្ញើតលុយទៅឲ្យគាត់ទិញថ្នាំអីមើលខ្លួនឯងទៅថានឹងវាមួយចំណែកទេប៉ុន្តែអ្វីដែលគាត់ចង់បានហ្នឹងគឺឃើញមុខកូនចៅហ្នឹងជួបជុំគ្នាដូចក្នុងថ្ងៃនេះព្រោះនេះញោមតែបានកូនចៅស្រីជួបមុខណែនសប្បាយចិត្តទេញោមសប្បាយខ្លាំងណាស់ណាសប្បាយលើសពីការគិតណាណាព្រោះថាកូនចៅប្រុសស្រីទៅធ្វើការឆ្ងាយណាមិនដូចថាពីតូចឪពុកម្ដាយជាអ្នកថែរក្សាយើងចឹងនៅពេលឪពុកម្ដាយចាស់ទៅគឺយើងត្រូវតែប្រមុខបំរុងថែរក្សាគាត់វិញធ្វើយ៉ាងណាក៏មិនត្រូវភ្លេចនៅឧបការៈគុណអាចនិយាយបានថាជាអ្នកផ្ដល់នៅកំណើតសូមអនុមោទនា